បាទជំរាបសួរបងប្អូននេះបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់និយាយពាក់ព័ន្ធជាមួយបញ្ញាក្អែកបញ្ញាក្អែកដើមពិសេសជាមួយនឹងផ្នែកវិជ័យការពារនិងខាងសឹកសង្គ្រាមការពារនៅអាវុធយុទ្ធភ័ណ្ឌផ្សេងពីព្រំរាមខ្មែរយើងដែលលោកបន្សល់ទុកមកពាក់ព័ន្ធសម្រាប់នៃការប្រើនៃបញ្ញាក្អែកបាទហើយនេះគឺជាដើមបញ្ញាក្អែកដើមកណ្ដោលបាទនេះគឺសពកដើមកណ្ដោលបាទបងប្អូនអាចជាមួយចំនួនបងប្អូនតោះអ្នកអាចស្គាល់ណាហើយកណ្ដោលនេះមានដុះនៅភេទជាកូនអុកអ៊ីដេបាទដុះហើយមានសិស្សគុណម្នាក់គាត់យកមកជូនបាទយកមកជូនហើយគាត់ឲ្យធ្វើជាវីដេអូបទបង្ហាញដើម្បីឲ្យគាត់បានស្ដាប់ហើយនឹងយល់ពីពាក់ព័ន្ធជាមួយបញ្ញាក្អែកនេះដែរបាទហើយនេះគឺមេឃនៃបញ្ញាហើយបងប្អូនបាទនេះគឺមេឃនៃបញ្ញាក្អែកបាទនេះគឺចំណុចនៃបញ្ញាក្អែកហើយនេះគឺជាដុំផ្លោកនៃបញ្ញាគេហៅដុំកពុកនៃបញ្ញាក្អែកបាទហើយមេឃនេះធំមែនទែនបាទអាចនឹងសាងជាតួអង្គបានបាទយកសាងជាតួអង្គផ្សេងសម្រាប់ធ្វើជាបន្តខ្សែកបាទហើយបងប្អូនចង់កម្លាំងជាងកម្មខ្សែដៃខ្សែកក៏បានដែរព្រៃប្រភេទពាក់ព័ន្ធមកបញ្ញាក្អែកដើមកណ្ដោលនេះគឺមានអានុភាពខ្លាំងពីបុរាណលោកប្រើនៅក្នុងខាងស្វិតគង់ស្បែកពីបុរាណបាទគឺបុរាណណាចារមកគឺលោកប្រើពីរប្រភេទចាំបាច់ជាងគេទី1ប្រើផ្នែកខាងស្ត្រីដែលមានដីពោះចិត្តគ្រប់ខែហើយបើបងប្អូនណាមានបញ្ញាអស់នេះគឺដាំទឹកឲ្យគាត់សាដាំនៃបញ្ញាហ្នឹងដើម្បីសម្រាលងាយបាទគឺសម្រាលកូនងាយមិនលំបាកសម្រាលនេះជាបទនៃបុរាណបាទលោកប្រើហើយបញ្ញាក្អែកដើមកណ្ដោលគឺជាការកម្រមួយដែរបាទគឺមិនសូវដែលមានបញ្ញាទេដើមកណ្ដោលហើយដើមកណ្ដោលនេះបើយើងនិយាយពាក់ព័ន្ធមួយដើមកណ្ដោលគឺដើមកណ្ដោលនោះគឺស្វិតតែម្ដងគឺមិនងាយដួលមិនងាយរលំសំបីតាយកត្រាក់ទ័រទៅឈូសក៏ស្ទើរតែនឹងមិនងាយនឹងដួលដែរប្រភេទដើមហ្នឹងស្វិតណាស់ស្វិតមែនទេហើយដើមកណ្ដោលបើតាមខ្ញុំបានជួបខ្ញុំបានទៅជាការទៅអីខាងតាមនៅស្រុកខាងក្នុងបណ្ណានោះដើមកណ្ដោលច្រើនណាប៉ុន្តែបើពាក់ព័ន្ធជាមួយបញ្ញានេះកម្រមានវាជាការកម្រមួយតែម្ដងហើយមួយវិញទៀតពាក់ព័ន្ធមួយបញ្ញាដើមកណ្ដោលនេះគឺលោករាប់ថាខាងវិជ័យសង្គ្រាមដែរបាទគឺខាងផ្នែកការពារនៅគ្រឿងស្ត្រាពុទ្ធហើយនឹងជួយយើងស្វិតគង់នៅប្រការណានីមួយពេលដែលមានគ្រោះភ័យអាសន្នណានេះជាបុរាណលោកប្រើហើយជាលំណខ្មែរយើងពិចារណាមកក្មេងៗសាក្រោយក៏បានស្គាល់ខ្លះមិនបានស្គាល់ខ្លះពាក់ព័ន្ធនៃបញ្ញាក្អែកច្រើនប្រភេទហើយបញ្ញាក្អែកដើមកណ្ដោលនេះយើងអាចសាងជាតួអង្គពុកម៉ែបងប្អូនបាទសាងជាតួអង្គទៅកាត់នៃចំណុចនៃមេឃនៃបញ្ញានេះមកបាទយើងអាចឆ្លាក់បានមិនមែនពាក់ព័ន្ធតែបញ្ញានៅដៃខ្ញុំនេះទេបើសិនជាបងម៉ែបងប្អូនមាននៅបញ្ញាក្អែកផ្សេងអាចសាកសួរគ្រូអ្នកគ្រូណាដែលលោកចេះបាទសួរពួកគាត់ណាបញ្ញាខ្លះយើងប្រើទៅល្អប្រើបញ្ញាខ្លះទៀតយើងប្រើទៅមិនសូវល្អប្រើទេសម្រាប់យើងជាអ្នករស់ស៊ីឬក៏យើងជាអ្នកធ្វើការរាជការណាមួយផ្សេងបាទអញ្ចឹងបញ្ញាខ្លះទៅវាជួយចម្រុងចម្រើនដល់យើងដែរតែបញ្ញាខ្លះវាអាចនឹងអសកម្មនៅប្រការណាមួយដែលយើងប្រើដែលមិនត្រូវយើងចេះតែយកនៃបញ្ញាណាបាទហ
ហើយការបញ្ញាកាយនេះការយកបញ្ញាយើងត្រូវរៀបចំទៅត្រូវដែរណាបាទយើងត្រូវរៀបចំនៅការសែនព្រេនត្រឹមត្រូវបន្តិចបន្តួចដើម្បីគម្រប់កិច្ចនៃការសុំនៃបញ្ញានេះយកមកទុកថែសាតែជាការល្អពុកម៉ែបងប្អូនកុំសូវយកមកទុកជាដុំកុំសូវយកមកទុកជាដុំនៅក្នុងផ្ទះអញ្ចឹងពេកណាគឺបើចាំបាច់ពុកម៉ែបងប្អូនបើឃើញកាត់យកក្នុងមេឃណានីមួយในដើមអាចកាត់បានយើងទុកវាឲ្យនៅទៀតទៅឲ្យនៅក្នុងដើមហ្នឹងកុំឲ្យយើងកាត់ឧទាហរណ៍ឃើញប៉ុណ្នេះយើងកាត់យកដើមប៉ុណ្នេះមកវានឹងដាច់ពូជហើយបាទវានឹងអស់នៃភាពបញ្ញានៃល្អពិសេសហ្នឹងវាលែងមានថ្ងៃក្រោយព្រៃបញ្ញាកាយនេះកម្រនឹងមានទុំមានដុះណាដើមខ្លះដូចខ្ញុំនិយាយពីខាងដើមពេលខ្លះដើមរាប់សិបដើមក្នុងព្រៃមួយធំណាស់តែมันមានទេมันមានបញ្ញាអស់ហ្នឹងបញ្ញាដែលយើងចង់បានហ្នឹងគឺអត់មានទេចឹងហើយបើសិនជាយើងឃើញមានយើងកាត់យកតែមួយផ្នែកណាមួយដែលយើងត្រូវប្រើឬមួយផ្នែកណាមួយយើងអាចប្រើយើងទុកសម្រាប់ពុកម៉ែបងប្អូនខ្លួនយើងខ្លះព្រោះប៉ុណ្ណឹងឲ្យសល់នៅក្នុងដើមទៅណាពុកម៉ែបងប្អូនបាទកាត់យកមកមេឃនេះអីចឹងទៅនេះហើយយើងសល់ប៉ុណ្នេះទៅដើម្បីវាដុះថ្ងៃក្រោយទៀតអញ្ចឹងវានឹងធំធាត់ទៅទៀតទៅវាបែកមេឃសាខាទៀតអ្នកផ្សេងពុកម៉ែបងប្អូនផ្សេងដែលគាត់ទៅជួបអីគាត់មាននិស្ស័យគាត់ទៅជួបគាត់បានកាត់យកប្រើតទៀតណាបាទដើម្បីយើងថែសាររបស់ល្អអានេះបញ្ញាមួយនេះគឺគេយកមកឲ្យខ្ញុំនៅទេបាទនេះបាទហើយគាត់ឲ្យខ្ញុំធ្វើបទបង្ហាញពាក់ព័ន្ធជាមួយបញ្ញានឹងខ្លះដើម្បីឲ្យគាត់បានស្ដាប់ហើយនឹងជាចំណេះដឹងដល់បងប្អូនគ្រប់គ្នាបន្តទៀតចឹងបាទហើយចំពោះបញ្ញានេះវិញនៅខ្ញុំបាទកាន់នេះមានចំណុចពិសេសមួយបាទនេះម៉ែបងប្អូនបាទចំណុចពិសេសគឺនេះឯងបញ្ញាកដោនេះគេមាននៅខ្លឹមនៃបញ្ញាបាទខ្លឹមនៃបញ្ញានេះជាខ្លឹមនៃបញ្ញាដែរបាទស្ថានភាពខ្លឹមនៃបញ្ញានេះគឺយើងមើលរបៀបនេះបាទគឺដើមនេះដើមបញ្ញាក្អែកហើយខាងក្រោមនេះគឺជាដើមកណ្ដោលជាដើមឈើបាទដើមកណ្ដោលដល់មកនេះជាដុំកពូកបាទហើយនេះជាសាច់នៃបញ្ញាដើមបញ្ញាបាទហើយចំណុចនេះគឺខ្លឹមហើយបាទខ្លឹមនៃបញ្ញាចុះបញ្ញានេះមានខ្លឹមបញ្ញានៅខាងក្នុងហ្នឹងបាទហើយក្រៅពីកន្លែងហ្នឹងមកគឺសាច់តាន់ធម្មតាបាទម៉ែបងប្អូនមើលដូចនេះកន្លែងនេះយើងឃើញជាខ្លឹមនេះជាខ្លឹមនៃបញ្ញាបាទនេះខ្លឹមនៃបញ្ញារួចម្ដងនេះគឺសាច់ធម្មតាបាទអត់មានទេអត់មានសាច់ខ្លឹមអីទេបាទអញ្ចឹងមកនៃឈើនេះគឺមានខ្លឹមមួយកណាត់ត្រឹមហ្នឹងបាទមួយកណាត់ត្រឹមហ្នឹងមួយកណាត់ត្រឹមនេះចឹងមកយើងយកឆ្លាក់ជាតួអង្គព្រះអង្គផ្សេងយើងឆ្លាក់ខាងនេះបាទយើងឆ្លាក់ខាងនេះមកយើងឆ្លាក់ខាងនេះយើងទុកផ្នែកនៃខ្លឹមហ្នឹងនៅខាងក្រោយទៀតបាទនេះយើងកាត់ខាងនេះមកកង់ត្រឹមមេដៃខ្ញុំបានដាក់នេះកាត់ត្រឹមហ្នឹងមកឲ្យជាងគាត់ឆ្លាក់ទៅបាទឆ្លាក់ជាតួអង្គព្រះអង្គផ្នែកព្រះអង្គផ្សាញ់មីឬក៏អីផ្សេងតាមបងប្អូនស្រឡាញ់ហើយផ្នែកក្រោយនេះយើងមិនបាច់ឆ្លាក់ប៉ះពាល់ទេបាទយើងស្រោបហើយយើងទុកនៅជ្រុងនឹងផងព្រោះអីនេះជាខ្លឹមនៃបញ្ញាបាទហើយបញ្ញាក្អែកកម្រនឹងមានណាពេលទៅហៅថាខ្លឹមបញ្ញានេះអញ្ចឹងមកន័យថាបញ្ញានេះក៏ចាស់ភាសាចាស់ឆ្នាំដែរថាមេឃនេះយើងមើលរៀងតូចប៉ុន្តែដើមកដោលមិនសូវមានធំទេបាទដើមកដោលគឺអត់សូវមានធំទេអានេះនៅចុងឬពុកម៉ែបងប្អូនដែលគាត់កាត់យកមកហ្នឹងគាត់ថានេះនៅចុងនៃបញ្ញាខ្ពស់ណាគាត់កាត់យកមកបាទហើយដុំកពុកនេះយើងអាចកាត់បែកបានបើសិនជាយើងត្រូវការឆ្លាក់តួអង្គឬក៏ធ្វើអីផ្សេងយើងអាចកាត់យកដុំនេះមានបងប្អូនខ្លះគាត់ចង់បាននៃដុំកពុករបៀបនេះបាទមានបងប្អូនខ្លះគាត់គិតថារបស់ចំណុច
bậc cài lọ này nhà cái cho nâu nâng lại nông cái bụng ta bấtมัน men đấy bà nhà cái cứ miên cái lại lọ tèn sòng đào nhà mê nhà dân ai tục bị cho nó nông này và hao thì xây rồi gọi bỏ xây này dân trong bị cho chỗ những cái vô mê như mất mê như bên nhà nó bà vô đã bị cho từ nơi tầm miên sạch tập hiệp cái đôi chân địa của mày hồn á hay nên chụp bên nhà đại chạm bạch hay bên nhà đại bạc cài bên nhà đại cầm rò bên nhà đại bị xài hết bà chẳng hạn dương tục từ bà dương cắt mê nhà bên nhà thì họ là dương cắt bên nhà trầm nịt mỏi cho mê tui nữa dương tục từ bà dương tục ra từ miên bên nhà đôi chân địa mà hay nương ấy của mày hồn video ní cứ miên đại vào phần nương thế bà sầm rạp cả bỏ sai nó về này bên nhà hay bà miên khó tổ đại bạc cà ná xong bộ máy ông phone là kêu thằng lái bà xong ở đâu thì tổ phóng đây nhà bạn tay rạp hay năng như vậy nhé cứ tạm bài bọt bồ ràn là trà bị đào lột ra đo rồi ấy bộ máy ông phone dưới nơi tầm miền tầm nưa nơi tầm miền cà pra này bên nhà cái này hai bà chẳng thấy cà pra dương còn mọi pra khóc dương mờ nhà ná đại cua vô pra nhà ná đại một cua vô pra hay bên nhà đây mình trời phá mình mạch phá thì bà hay ông mẹ ông bồn chỉ thấy bảo bàn là bị nhá rồi có khơi bị nhá school mua này đám và school kêu là đại cọp che đằng này nứng ông mẹ ông bồn ai xua cọt sần cho một cắt vô một nào rồi có cắt vô chỗ tè bà hay bị đồn ý xong làm theo ông bồn nó đi bà bỏ chụp bên nhà lọ hái cắt công cắt từng nó bạn cắt mồm vô bà sân cho mà tại bờ chấm phu này mấy nó phục phê nhà ngay phê dừng ai cắt vô máu và bàn này ở đây thì sân hành dừng thải xa sự bắt hiệp bỏ dừng còn dướng phê để làm cắt đó bà và hai video này min tập phần thế bà còn trao làm cả tam đàn video bỏ nhà bạn hay cùng mai ông phone thằng mấy đây mình thọ bàn cho subscribe hay nâng sinh nhà gần đắng bà xôm chui cho subscribe lên nhà gần đằng ở nhầm phong để ra về được nhầm phọc từ lúc nói phùng mai ông phone hồi ní ban mơ tao ní ban mơ môn kê bà về phọc tới cái lô đã lơ tu sạp phùng mai ông phone môn kê tầm lòng ở con trán bà niệm đi mà sọc bài tao ní mà